រថយន្តដឹកសិស្សធ្លាក់ពីលើច្រាំងថ្មស្លាប់17នាក់របួស20នាក់នៅកូឡុំប៊ីអាជ្ញាធរក្នុងតំបន់បាននិយាយកាលពីម្សិលមិញថាមនុស្សចំនួន17នាក់ស្លាប់និង20នាក់រងរបួសបន្ទាប់ពីរថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងបើកធ្លាក់ច្រាំងថ្មចោតក្នុងតំបន់ជនបទមួយនៅភាគខាងជើងប្រទេសកូឡុំប៊ីនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃច័ន្ទទី15ខែធ្នូឆ្នាំ2025នៅក្នុងការប្រកាសលើបណ្ដាញសង្គម X របស់លោក Andres Julian អភិបាលខេត្តអង្គទីអូគីយ៉ាបានសរសេរថារថយន្តក្រុងនេះកំពុងធ្វើដំណើរទៅទីក្រុងទូលូជាប់សមុទ្រការីបៀនទៅកាន់ទីក្រុង Medellin សម្រាប់ដំណើរកម្សាន្តរបស់សាលារៀនសិស្សានុសិស្សបានប្រារព្ធពិធីបញ្ចប់ការសិក្សារបស់ពួកគេនៅឆ្នេរខ្សាច់កាលពីយប់ថ្ងៃអាទិត្យទី14ខែធ្នូម្សិលមិញលោក Julian បានសរសេរថាវាជាដំណឹងដ៏សោកសៅបំផុតសម្រាប់សហគមន៍ទាំងមូលក្នុងអំឡុងខែធ្នូទីភ្នាក់ងារសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ដាច់ស្រយាលនេះដើម្បីជួយសង្គ្រោះជនរងគ្រោះនិងស្រង់យកសាកសពចំណែកឯអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះចំពោះមូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ត្រូវបានដឹងភ្លាមៗនៅឡើយទេត្រយងនាំសារពិតគ្រប់ទីកន្លែង